ជុំរៀបសួរអ៊ំពូមីងជីតាទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃដែលត្រូវឡើងទៅផ្សារដើម្បីទៅទិញសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនផងហើយនឹងទៅទិញស្បែកជើងដាក់ហើយនឹងរបស់របរទុកបំរុងចូលរៀនហើយនេះគឺផ្លូវដែលខ្ញុំទៅផ្សារនៅក៏ផ្សារដែលនៅខាងខ្ញុំនឹងហើយនេះគឺជាវាលស្រែនិយាយទៅទឹកស្រកហើយអ្នកទាំងអស់គ្នាអើយអត់មានអីទេហើយតាមផ្លូវអ្នកទាំងអស់គ្នាអើយចាំមើលឲ្យទៅដល់ខែប្រាំងហើយហុយមហាសែនហុយហើយព្រោះអីដីនឹងដីគ្រួផងអ្នកទាំងអស់គ្នាមិនមែនដីចាក់បេតុងឯណាហើយនេះគឺខ្ញុំមុនពេលដែលខ្ញុំទៅគឺខ្ញុំឆ្លៀតពេលយកម៉ូតូទៅធ្វើហើយនេះគឺខ្ញុំកំពុងតែចាំឲ្យជាងគាត់ជួសជុលឲ្យអ្នកទាំងអស់គ្នាហើយមិនមែនថាទេណាអ្នកទាំងអស់គ្នាអស់ជាង60000ជាងអ្នកទាំងគ្នាគាត់តែសបកខ្ញុំស្មានថា2-30000អ្នកទាំងអស់គ្នាហើយគាត់តែដឹងឡើងហួសចិត្តអស់ឡើង60000ជាងហើយនឹងទៅគ្មានបានរបស់របរអីទេបានទៅយកម៉ូតូទៅធ្វើហើយក៏ខ្ញុំក៏ឆ្លៀតពេលទៅទិញគ្រឿងផ្ទាល់ខ្លួននឹងហើយនឹងថ្នាំដុសធ្មេញទិញទួចយកមកប្រើនឹងហើយខ្ញុំមើលតើអាណាដែលតម្លៃវាសមរម្យល្មមដែលយើងអាចប្រើប្រាស់បានអ្នកទាំងអស់គ្នានិយាយទៅឃើញថាផលិតផលខ្មែរយើងគឺច្រើនអ្នកទាំងអស់គ្នាថ្នាំជាពិសេសគឺថ្នាំដុសធ្មេញខ្ញុំឃើញគឺគេយកមកលក់ច្រើនហើយខ្ញុំក៏ឆ្លៀតទៅទិញមកជូរដោយសារតែខ្ញុំឃ្លានហូបមកជូរយូរដែរហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់បាយបាយ